សួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកដល់ផ្ទះវិញហើយខ្ញុំនឹងចាប់ផ្ដើមអានបន្តសភៅលោកយូហានចំពោះ12ថ្ងៃនេះក្តៅមែនទែនហើយខ្ញុំអានក្នុងក្រៅសយាផ្ទះអញ្ចឹងយើងចាប់ដើមព្រោះអីខ្ញុំអត់សូវមានពាក្យនិយាយច្រើនទេកាលមុនបន់រំលង6ថ្ងៃនោះព្រះយេស៊ូវទ្រង់យាងមកដល់ភូមិបេថានីជាកន្លែងឡាសានៅគឺជាអ្នកដែលទ្រង់បានប្រោសឲ្យរស់ពីស្លាប់ឡើងវិញនៅទីនោះគេរៀបចំព្រះស្ងោយថ្វាយទ្រង់ហើយនាងម៉ាថាក៏ខ្វល់ខ្វាយបម្រើឯឡាសាគាត់នៅក្នុងពួកអ្នកដែលអង្គុយនៅតុជាមួយនឹងទ្រង់ដែរនោះនាងម៉ារ៉ាយកប្រេងក្រអូបតេបរ៉ូសុទ្ធ1លីត្រ1ណាលីត្រខ្ញុំដឹងពាក្យនឹងថាអីមានតម្លៃណាស់មកចាក់លាបព្រះបាទទ្រង់រួចយកសក់នាងជូតក្នុងក្លិនក្រអូបនោះក៏សាយឡើងពេញក្នុងផ្ទះដូច្នេះពួកសិស្សទ្រង់ម្នាក់ឈ្មោះយូដាសអ៊ីស្ការីយ៉ុតជាកូនស៊ីម៉ូនដែលរៀបនឹងបញ្ជូរទ្រង់ក៏និយាយឡើងថាម្ដេចឡើយក៏មិនបានលក់សំទោសជាកូនស៊ីម៉ូនដែលរៀបចំនឹងបញ្ជូនទ្រង់ក៏និយាយឡើងថាម្ដេចឡើយក៏មិនបានលក់ប្រេងក្រអូបនេះជាតម្លៃ60រៀលដើម្បីចែកឲ្យដល់មនុស្សក្រីក្រវិញវានិយាយដូច្នោះមិនមែនដោយព្រោះវាយកចិត្តទុកដាក់នឹងមនុស្សក្រីក្រទេគឺដោយព្រោះវាជាចៅវាកាន់ថង់ប្រាក់ហើយក៏លួចយករបស់ដែលដាក់នៅក្នុងថង់នោះផងព្រះយេស៊ូវមានបន្ទូលថាកុំឲ្យធ្វើនាងឡើយត្បិតនាងបានទុកប្រេងក្រអូបនេះសម្រាប់ដល់ថ្ងៃបញ្ចុះខ្មោចខ្ញុំឯអ្នករាល់គ្នាតែងមានពួកអ្នកក្រនៅជាមួយជាដរាបតែខ្ញុំមិននៅជាមួយជាដរាបទេមានពួកសាសយដាសន្ធឹកណាស់បានដឹងថាទ្រង់គង់នៅទីនោះដូច្នេះគេក៏នាំគ្នាមកតែមិនមែនដោយព្រោះព្រះយេស៊ូវទ្រង់
ពីព្រោះដោយព្រោះព្រះយេស៊ូវប៉ុណ្ណោះគឺមកចង់ឃើញឡាសារដែលទ្រង់ប្រោសឲ្យរស់ពីស្លាប់ឡើងវិញផងតែពួកសង្គ្រាចគេជំនុំគ្នានឹងសម្លាប់ទាំងឡាសារដែរត្បិតដោយព្រោះតែគាត់បានជាមានសាសយដាជាច្រើនដកខ្លួនចេញពីពួកគេទៅជឿដល់ព្រះយេស៊ូវវិញលុះថ្ងៃស្អែកឡើងកាលបណ្ដាមនុស្សដែលមកឯបុណ្យបានឮថាព្រះយេស៊ូវកំពុងយាងចូលមកក្នុងក្រុងយេរូសាឡិមនោះមានគ្នាសន្ធឹកយកធាងចាក់ចេញទៅទទួលទ្រង់ទាំងស្រែកថាហូសាណាព្រះអង្គដែលយាងមកដោយព្រះនាមព្រះអង្គម្ចាស់គឺជាស្ដេចនៃសាសអ៊ីស្រាអែលទ្រង់ប្រកបដោយព្រះពរកាលព្រះយេស៊ូវរកបានកូនលាមួយនោះក៏គង់លើវាតាមសេចក្តីដែលចែងទុកមកថាខ្ញុំកុំខ្លាចអ្វីកូនស្រីស៊ីយ៉ូនអើយមើលស្ដេចឯងទ្រង់យាងមកទាំងគង់លើកូនលាមុនដំបូងពួកសិស្សទ្រង់មិនបានយល់សេចក្តីទាំងនោះទេតែកាលព្រះយេស៊ូវបានដំកើងឡើងហើយនោះគេនឹកឃើញថាមានសេចក្តីទាំងនោះចែងទុកពីទ្រង់ហើយថាគេបានសម្រេចការទាំងនោះថ្វាយទ្រង់ដែររីឯហ្វូងមនុស្សដែលនៅជាមួយនឹងទ្រង់គេក៏ធ្វើបន្ទាល់ពីការទ្រង់ហៅឡាសារចេញពីភ្នំមកហើយប្រោសឲ្យគាត់រស់ពីស្លាប់ឡើងវិញគឺដោយហេតុនោះបានជាមានហ្វូងមនុស្សទៅទទួលទ្រង់ពីព្រោះគេឮថាទ្រង់បានធ្វើទីសម្គាល់នោះដូច្នេះពួកផារីស៊ីនិយាយគ្នាគេថាមើលពួកយើងមិនឈ្នះទេឃើញទេឬលោកីទាំងស្រុងទៅតាមអ្នកនោះហើយក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុងវេលាបុណ្យនោះក៏មានសាសក្រេកខ្លះដែរគេមកឯភីលឹបជាអ្នកនៅភូមិបេតសៃដាស្រុកកាលីលេគេសុំគាត់បាត់កន្លែងបាទក្នុងពួកអ្នកដែលឡើងទៅថ្វាយបង្គំនៅក្នុងវេលាបុណ្យនោះក៏មានសាសក្រេកខ្លះដែរគេមកឯភីលឹបជាអ្នកនៅភូមិបេតសៃដាស្រុកកាលីលេគេសុំគាត់ថាលោកម្ចាស់យើងខ្ញុំចង់ឃើញព្រះយេស៊ូវភីលឹបក៏ទៅប្រាប់អង់ដ្រេរួចអង់ដ្រេនិងភីលឹបទទួលដល់ព្រះយេស៊ូវនេះគឺជាពួកសិស្សគាត់តែទ្រង់មានបន្ទូលឆ្លើយថាកំណត់ដែលកូនមនុស្សត្រូវដំកើងឡើងបានមកដល់ហើយប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើក្របស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងគាត់និយាយនេះសំដៅទៅពេលយើងថ្វាយខ្លួនដល់ទ្រង់ដើម្បីទុកចិត្តលើទ្រង់មានតែទ្រង់ទេដែលអាចធ្វើឲ្យយើងប្រោសឲ្យយើងរួចរស់ឡើងវិញនៅថ្ងៃមួយពេលពិភពនេះមនុស្សចេះមានស្លាប់ម្ល៉េះហើយថ្ងៃមួយគាត់នឹងហៅយើងម្នាក់ដោយឈ្មោះគ្រប់សាសឲ្យយើងរស់ឡើងវិញនៅឈរនឹងមុខគាត់ដែលគាត់ប្រោសលោកឡាសាឲ្យរស់ឡើងវិញគឺ
គាត់បង្ហាញថាថ្ងៃមួយគាត់នឹងធ្វើឲ្យគាត់នឹងហៅពលឹងយើងឲ្យមកចូលនឹងរូបកាយយើងវិញដែលព្រះធ្វើសារឡើងវិញដែលមិនចេះពុករលួយប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើគ្រាប់ស្រូវដែលធ្លាក់ចុះទៅដីមិនងាប់ទេនោះក៏នៅតែមួយដដែលតែបើងាប់វិញនោះក៏បង្កើតផលជាច្រើនឡើងអ្នកណាដែលស្រឡាញ់ជីវិតខ្លួននោះនឹងបាត់ជីវិតទៅតែអ្នកណាដែលស្អប់ជីវិតខ្លួននៅលោកីយ៍នេះវិញនោះនឹងរក្សាជីវិតទុកដរាបដល់អស់កលរៀងទៅបើអ្នកណាបម្រើខ្ញុំត្រូវឲ្យអ្នកនោះមកតាមខ្ញុំចុះយ៉ាងនោះទោះបើខ្ញុំនៅឯណាក្តីអ្នកបម្រើខ្ញុំក៏នៅទីនោះដែរបើអ្នកណាបម្រើខ្ញុំព្រះវរបិតានឹងលើកមុខអ្នកនោះឥឡូវនេះខ្ញុំមានចិត្តតបប្រមល់តើត្រូវឲ្យខ្ញុំទូលដោយម្ដេចអោព្រះវរបិតាអើយសូមជួយសង្គ្រោះទូលបង្គំឲ្យរួចពីពេលនេះផងប៉ុន្តែគឺដោយហេតុនេះឯងបានជាទូលបង្គំមកដល់ពេលនេះអោព្រះវរបិតាអើយសូមដំកើងព្រះនាមទ្រង់ឡើងនោះស្រាប់តែមានឮសំឡេងពីលើមេឃថាអញបានដំកើងហើយក៏នឹងដំកើងឡើងទៀតដែរដូច្នេះបណ្ដាមនុស្សដែលឈរនៅទីនោះហើយឮក៏និយាយថាឮផ្គរលាន់ខ្លះទៀតថាមានទេវតាទូលនឹងទ្រង់តែព្រះយេស៊ូវទ្រង់ឆ្លើយថាសំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេគឺដោយយល់ដល់អ្នករាល់គ្នាវិញឥឡូវលោកីយ៍នេះត្រូវជាប់ទោសហើយឥឡូវនេះចៅហ្វាយរបស់លោកីយ៍នេះគឺគាត់សំដៅទៅអរសាតាំងព្រោះអីវាព្រះវរបិតាបានបណ្ដេញអរៈចេញពីឋានសួគ៌មកព្រោះអីអរៈទាមទារព្រះអង្គពីព្រះអង្គថាគាត់នឹងត្រូវដូចស្មើនឹងព្រះដែរមកហើយព្រះដេញអរៈនឹងចេញពីឋានសួគ៌ហើយលោកពេលគាត់ថាឥឡូវលោកីយ៍នេះត្រូវជាប់ទោសហើយឥឡូវនេះចៅហ្វាយរបស់លោកីយ៍នេះក៏ត្រូវបោះចោលចេញគាត់ថាថ្ងៃមួយអរសាតាំងវានឹងព្រះនឹងចាត់ការវាថ្ងៃមួយពេលព្រះអង្គគាត់មកវិញគាត់ព្រះយេស៊ូវនឹងកម្ចាត់ផែនដីនេះចោលគាត់នឹងសាំងធ្វើឡើងវិញហើយគ្មានអរៈទៀតទេដែលធ្វើឲ្យយើងធ្វើឲ្យយើងឈឺជំងឺពុករលួយនៅក្នុងជីវិតនេះឯខ្ញុំបើសិនជាខ្ញុំត្រូវលើកពីដីឡើងនោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំទ្រង់មានបន្ទូលសេចក្តីទាំងនេះដើម្បីនឹងបង្ហាញពីទ្រង់ត្រូវសុគតជាបែបយ៉ាងណាពួកមនុស្សទូលឆ្លើយថាយើងខ្ញុំបានឮក្នុងក្រឹតវិន័យថាព្រះគ្រិស្តទ្រង់គង់នៅអកលជានិច្ចចុះធ្វើដោយម្ដេចបានជាថាកូនមនុស្សត្រូវលើកឡើងដូច្នេះតើអ្នកណាជាកូនមនុស្សនេះនោះព្រះយេស៊ូវមានបន្ទូលទៅគេថាពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេចូលគាត់សំដៅទៅរូបកាយគាត់ចូលដើរកំពុងដែលនៅមានពន្លឺចុះកន្លែងក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាតាន់ហើយគាត់សម្ដែងពី
ពីរូបភាពគាត់ហើយនឹងតែសម័យឥឡូវគឺព្រះវិញ្ញាណបរិសុទ្ធយើងឥឡូវព្រះវិញ្ញាណបរិសុទ្ធនៅសន្ធិដ្ឋក្នុងពិភពលោកនៅឡើយដើម្បីអ្នកណាដែលជឿព្រះយេស៊ូវគាត់នឹងផ្ដល់ព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋនៅក្នុងចិត្តយើងក្នុងខ្លួនយើងដែលជាផុសតាងថាយើងជារបស់របស់គាត់មិនមែនជារបស់ផងអរិយសាតាំងទៀតទេព្រោះអីបើយើងមិនទទួលព្រះវិញ្ញាណរបស់ព្រះវិញ្ញាណបរិសុទ្ធទេយើងជារបស់អរិយសាតាំងនៅឡើយហើយគាត់ព្រះអង្គធ្វើឲ្យយើងមានសេរីភាពឲ្យជ្រើសរើសតើចង់ទៅនគរឋានសួគ៌ឬក៏ចង់ទៅនគរនរកថ្វាយបង្គំអរិយសាតាំងអស់កលជានិច្ចនឹងឲ្យមូលហេតុដែលព្រះអង្គព្រះយេស៊ូវគ្រីស្ទគាត់យាងមកដើម្បីគាត់នឹងស្លាប់ជំនួសបាបយើងហើយផ្ដល់វិញ្ញាណបរិសុទ្ធមកឲ្យយើងទៀតនឹងគឺជាអំណរជាព្រះគុណរបស់ព្រះចូលនោះព្រះយេស៊ូវមានបន្ទូលទៅគេថាពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេចូលដើរកំពុងដែលនៅមានពន្លឺចុះក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាទាន់អ្នកណាដែលដើរក្នុងសេចក្តីងងឹតនោះមិនដឹងជាទៅឯណាទេចូលអ្នករាល់គ្នាជឿដល់ពន្លឺកំពុងដែលនៅមាននៅឡើយចុះដើម្បីឲ្យបានធ្វើជាកូននៃពន្លឺលុះព្រះយេស៊ូវមានបន្ទូលសេចក្តីទាំងនេះហើយនោះទ្រង់ក៏យាងចេញទៅហើយបានកំបាំងពីគេប៉ុន្តែទោះបើទ្រង់បានធ្វើជាទីសម្គាល់នៅមុខគេជាច្រើនទាំងម្លេះក៏ដោយគង់តែគេមិនបានជឿដល់ទ្រង់ដែរដើម្បីឲ្យពាក្យរបស់ហោរាអេសាយបានសម្ដែងដែលទាយថាព្រះអម្ចាស់អើយតើអ្នកណាបានជឿសេចក្តីដែលយើងខ្ញុំប្រាប់ហើយតើព្រះហស្ថព្រះអម្ចាស់បានបើកសម្ដែងមកឲ្យអ្នកណាឃើញគេគឺដោយហេតុនោះបានជាគេជឿពុំបានពីព្រោះលោកអេសាយក៏ទាយទៀតថាទ្រង់បានធ្វើឲ្យភ្នែកគេខ្វាក់ហើយឲ្យចិត្តគេរឹងក្រែងភ្នែកគេមើលឃើញចិត្តគេយល់ហើយគេប្រែគំនិតដើម្បីឲ្យអញបានប្រោសឲ្យជាលោកអេសាយមានប្រសាសន៍សេចក្តីទាំងនេះពីព្រោះលោកបានឃើញសេរីល្អទ្រង់ហើយក៏ទាយពីទ្រង់ប៉ុន្តែនៅក្នុងពួកនិមឺនក៏មានជាច្រើនអ្នកបានជឿដល់ទ្រង់ដែរតែគេមិនហ៊ានប្រាប់ដល់អ្នកណាសោះដោយព្រោះពួកផារីស៊ីក្រែងពួកផារីស៊ីហ្នឹងគឺជាពួកអ្នកអាចារ្យរបស់លោកម៉ូសេក្រែងត្រូវកាត់ចេញពីពួកជំនុំទៅពីព្រោះគេចូលចិត្តនឹងសេចក្តីសរសើររបស់មនុស្សជាងសេចក្តីសរសើររបស់ព្រះវិញព្រះយេស៊ូវទ្រង់ពន្លឺឡើងថាអ្នកណាដែលជឿដល់ខ្ញុំនោះមិនមែនជឿដល់ខ្ញុំគឺជឿដល់ព្រះអង្គដែលចាត់ឲ្យខ្ញុំមកនោះវិញហើយអ្នកណាដែលឃើញខ្ញុំនោះក៏ឃើញព្រះអង្គដែលចាត់ឲ្យខ្ញុំមកដែរខ្ញុំបានមកក្នុងលោកីយ៍ជាពន្លឺភ្លឺដើម្បីកុំឲ្យអ្នកណាដែលជឿដល់ខ្ញុំត្រូវនៅក្នុងសេចក្តីងងឹតឡើយបើអ្នកណាឮពាក្យខ្ញុំតែមិនជឿនោះខ្ញុំមិនកាត់ទោសគេបិទខ្ញុំមិនបានមកដើម្បីនឹងកាត់ទោសដល់លោកីយ៍ទេគឺមកប្រយោជន៍នឹងសង្គ្រោះវិញអ្នកណាដែលនៅអ្នកណាដែលវាបងចោលខ្ញុំវេបងចោលខ្ញុំហើយមិនទទួលពាក្យខ្ញុំអ្នកនោះមានចៅក្រមគឺអរិយសាតាំង
ដែលកាត់ទោសខ្លួនហើយគឺជាពាក្យដែលខ្ញុំបាននិយាយនោះឯងពាក្យនោះនឹងកាត់ទោសដល់គេនៅថ្ងៃចុងបំផុតត្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេគឺជាព្រះវរបិតាដែលចាត់ឲ្យខ្ញុំមកព្រះវរបិតាគឺជាព្រះអង្គដែលផ្ដល់10ប្រការដល់លោកម៉ូសេទ្រង់បានបង្គាប់ខ្ញុំពីសេចក្តីដែលខ្ញុំត្រូវនិយាយហើយពីពាក្យដែលខ្ញុំត្រូវប្រាប់វិញខ្ញុំក៏ដឹងថាសេចក្តីដែលទ្រង់បង្គាប់មកនោះជាជីវិតដ៏នៅអកលជានិច្ចដូច្នេះសេចក្តីអ្វីដែលខ្ញុំនិយាយនោះខ្ញុំនិយាយតាមដែលព្រះវរបិតាបានប្រាប់ខ្ញុំបានប្រាប់មកយើងស្លេះត្រឹមនឹងសិនខ្ញុំសូមអរគុណដែលម្ដងទៀតដែលជួយចំណាយពេលវេលាស្ដាប់ខ្ញុំអានដូចអ្នកដឹងដែលស្ដាប់ខ្ញុំខ្លះមិនសូវមានច្រើនទេប៉ុន្តែខ្ញុំមិនអន់ទេចិត្តអីទេពីព្រោះខ្ញុំដឹងតែព្រោះមានផែនការមួយសម្រាប់ខ្ញុំព្រោះអីគាត់ដាស់តឿនឲ្យខ្ញុំរៀនអានរៀនប្រកបចេះតែស្រៈទេរៀននៅជំរំខាវដាងនៅកម្មាអាយុ10ឆ្នាំអ្វីដែលពាក្យខ្ញុំម្ដាយខ្ញុំគាត់ធ្លាប់និយាយខ្ញុំចាំនឹងការគាត់នៅរស់ខ្ញុំពិបាកនិយាយជាមួយគាត់ព្រោះភាសាអង់គ្លេសផងអីផងមួយថ្ងៃទៅធ្វើការជាមួយសាសគេមួយថ្ងៃនិយាយទៅអង់គ្លេសមកដល់ផ្ទះហើយទៅសាលាអីរៀនទៅអង់គ្លេសដល់មកដល់ផ្ទះពិបាកកន្លោះអណ្ដាតនិយាយជាមួយម៉ែហើយចិត្តបាត់ភាសាឥឡូវម្ដាយខ្ញុំគាត់ចាក់គាត់សគត់ហើយគាត់ថ្ងៃមួយនឹងខ្ញុំព្រះអង្គនឹងហៅឈ្មោះគាត់ដើម្បីរស់ឡើងវិញនឹងឃើញជួបជុំគ្រួសារទាំងអស់គ្នានៅថ្ងៃមួយខ្ញុំសូមអរគុណហើយខ្ញុំអធិដ្ឋានថាបើអ្នកណាស្ដាប់ពាក្យដែលខ្ញុំអានពីព្រះអង្គថ្ងៃនេះសូមយកទៅពិចារណាហើយគិតដល់អនាគតលើកថ្វាយខ្លួនដល់ព្រះអង្គដើម្បីឲ្យព្រះអង្គផ្ដល់ព្រះវិញ្ញាណបរិសុទ្ធទ្រង់មិនចាំបាច់ប្រាប់អ្នកណាក៏ដោយបើសិនជាយើងនិយាយទៅនឹងព្រះអង្គផ្ទាល់ខ្លួនយើងទៅហើយខំអានព្រះគម្ពីរឲ្យយល់ពីគាត់ថែមទៀតទៅព្រោះអីពាក្យគាត់គូជឿគាត់ដែលគាត់ជប់លោកឡាសាឲ្យរស់ឡើងវិញគឺគាត់អាចជប់យើងដែរព្រោះអីខ្ញុំមិនសំណំថានឹងចេះអានចេះមានសមត្ថភាពចេះដាំចេះតុបតែងផ្ទះអីទេគឺព្រះគុណរបស់ព្រះអង្គព្រោះអីបើខ្ញុំគ្មានគាត់ទេខ្ញុំមិនអាចធ្វើអ្វីនេះទាំងអស់ព្រោះអីខ្ញុំបាក់ទឹកចិត្តបាក់ស្បាតតាំងពីក្មេងនៅសម័យប៉ុលពតគេចងព្យួរជើងឡើងលើគេវាយខួរក្បាលខ្ញុំមិនសមថានឹងចេះនិយាយទេព្រោះអីខូចខួរក្បាលតែព្រះអង្គក៏ធ្វើឲ្យខ្ញុំខួរក្បាលខ្ញុំជាព្រោះអីព្រះអង្គគាត់អាចធ្វើឲ្យជំងឺយើងជាឲ្យតែយើងជឿគាត់នៅតែគាត់នៅតែធ្វើ
កសាងរូបភាពដែលបែកបាក់ដែលឈឺជំងឺអីវ៉ាន់គាត់ឲ្យយោបល់ចំណេះឲ្យយើងចេះថែរក្សាខ្លួនចេះរក្សាកូនស្រឡាញ់ប្តីប្រពន្ធគ្រប់យ៉ាងអញ្ចឹងខ្ញុំអរគុណនិយាយច្រើនទៀតថ្ងៃនេះមិនមែនខ្ញុំទេគឺព្រះវិញ្ញាណបរិសុទ្ធជំរាបលាអរគុណ